ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូដំបូងរបស់ Mindset Motivation ថ្ងៃនេះយើងនឹងនិយាយអំពីប្រធានបទមួយស្ដីអំពីកលឹះក្នុងការសន្សំលុយអ្នកទាំងអស់គ្នាដែលឆ្ងល់ថាពេលខ្លះយើងខិតខំធ្វើការងាររាល់ថ្ងៃប៉ុន្តែអត់មានឃើញសល់អីសោះហើយបំងខ្លះទៀតគាត់ថែមទាំងជំពាក់គេទៀតការពីដែលយើងប្រាក់ខែតិចយើងលោថែមយើងចាយអត់គ្រប់ដល់ពេលដែលប្រាក់ខែច្រើនក៏យើងតែនៅតែចាយអត់គ្រប់ដដែលតាមពិតទៅវាមិនមែនមកពីពួកយើងទាំងអស់គ្នាអត់ចង់សល់លុយហើយក៏គ្មាននរណាគេចង់ខ្ចីលុយគេចាយដែរប៉ុន្តែមកពីពួកយើងទាំងអស់គ្នាអត់ដឹងពីរបៀបក៏ដូចជាទម្លាប់ក្នុងការចាយលុយតែប៉ុណ្ណឹងអញ្ចឹងថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីកលឹះមើលចំនួនក្នុងការសន្សំលុយជាដំបូងយើងត្រូវដឹងសិនថាមូលហេតុអីបានជាមនុស្សភាគច្រើនគាត់ធ្វើការដែលសល់លុយសោះតាមពិតទៅពេលខ្លះពួកយើងអត់សល់លុយបញ្ហាមិនមែនមកពីផ្នែករលុយទាំងស្រុងទេប៉ុន្តែបញ្ហាជាក់ស្ដែងវាមានដូចជាយើងមិនដឹងពីទំហំនៃការចំណាយប្រចាំថ្ងៃมันមានគោលដៅអន្សំច្បាស់លាស់ចេះតែចំណាយតាមអារម្មណ៍មិនបានរៀបចំចាត់ចែងលុយពេលបោកលុយមកចេះតែចាយលុយប៉ុន្តែយកចេះអន្សំទេអញ្ចឹងកត្តាទាំងអស់ហ្នឹងឯងដែលជាមូលហេតុធ្វើឲ្យយើងចេះតែដាច់លុយហ្នឹងវិធីសាស្ត្រដើម្បីការប្រែទម្លាប់ទាំងអស់ហ្នឹងមានដូចជាទី1យើងត្រូវដឹងពីចំណូលចំណាយរបស់ខ្លួនឯងតើគ្នាធ្លាប់គិតទេថារាល់ពេលដែលយើងចេញទៅខាងក្រៅញ៉ាំអីជាមួយមិត្តភក្តិតិចតួចឬក៏ទិញអីតិចតួចយើងចេះតែចាយតាមអារម្មណ៍យើងអត់បានចាប់អារម្មណ៍ថាយើងចំណាយអស់ប៉ុន្មានទេពេលដែលមកផ្ទះវិញអស់លុយពីហប៉ៅឬក៏អស់លុយពីកងអលីងហើយការដែលយើងគិតថាចំណាយតិចតួចហ្នឹងឯងពេលដែលយើងផ្សំចូលគ្នាទៅវាក៏ខ្លាំងទៅជាចំណាយមួយយ៉ាងធំហើយយើងអត់ដឹងខ្លួនទេអញ្ចឹងធ្វើមកជើមិនដឹងថាមួយថ្ងៃយើងចាយអស់ប៉ុន្មានហើយយើងចាយទៅលើអីខ្លះដើម្បីធ្វើការកត់ចំណូលចំណាយទាំងអស់ហ្នឹងយើងអាចធ្វើតាមវិធីសាស្ត្រដូចខាងក្រោមទី1យើងអាចប្រើជាសៀវភៅ Note សម្រាប់ Note កត់ត្រាការចំណាយរបស់យើងហ្នឹងហើយមួយទៀតយើងអាចប្រើកម្មវិធី Note នៅក្នុងទូរស័ព្ទដៃដើម្បីកត់ត្រាចំណូលចំណាយនឹងបានដូចគ្នាអញ្ចឹងរាល់ពេលដែលយើងកត់វាជារៀងរាល់ថ្ងៃទៅយើងអាចឆែកមើលដឹងថាការចំណាយណាដែលចាំបាច់ការចំណាយណាដែលអត់ចាំបាច់ជាមួយនឹងទឹកលុយថាមួយថ្ងៃយើងចាយអស់ប៉ុន្មានបន្ទាប់មកពេលដែលយើងមើលដឹងហើយយើងអាចកាត់បន្ថយការចំណាយណាដែលអត់ចាំបាច់ចោលបានចូលដល់ចំណុចទី2យើងពីការកំណត់គោលដៅអន្សំឲ្យបានច្បាស់លាស់យើងទាំងអស់គ្នាប្រហែលជាពិបាកក្នុងការអន្សំឬក៏ពេលខ្លះគ្មានកម្លាំងចិត្តក្នុងការអន្សំបានទេបើសិនបើយើងអត់មានគោលដៅច្បាស់លាស់ការដែលយើងមានគោលដៅច្បាស់លាស់វាជំរុញឲ្យយើងមានកម្លាំងចិត្តក្នុងការអន្សំជាងមុនហើយគោលដៅទាំងអស់នោះវាមានដូចជាខ្ញុំចង់ទិញមានលុយសម្រាប់ការធ្វើដំណើរកំសាន្តការដើរលេងតាមខេត្តឬក៏ដើរលេងក្រៅប្រទេសចង់ទិញម៉ូតូចង់ទិញទូរស័ព្ទចង់ទិញឡានទិញ laptop ឬក៏ចង់មានផ្ទះផ្ទាល់ខ្លួនចង់មានលុយសម្រាប់រៀបការជាមួយមនុស្សយើងស្រឡាញ់ចង់សំលុយសម្រាប់បងស្រឡាញ់ខ្លួនឯងឬក៏ចង់មានប្រាក់បម្រុងសម្រាប់ពេលគ្រាអាសន្នព្រោះពេលខ្លះយើងអត់ដឹងទេថាពេលណាយើងបាត់បង់ការងារជាក់ស្ដែងដូចជាឆ្នាំ2019 2020ប្រទេសរបស់យើងនឹងជួបបញ្ហា COVID អញ្ចឹងធ្វើឲ្យសេដ្ឋកិច្ចក្នុងប្រទេសវាមានការពិបាកអញ្ចឹងបើមានបងខ្លះគឺគាត់បាត់បង់ការងារហើយពេលខ្លះប្រាក់ខែរបស់គាត់គឺបើអត់ពេញទេអញ្ចឹងគោលដៅទាំងអស់ហ្នឹងឯងវាគឺជាហេតុផលដែលជំរុញឲ្យយើងមានកម្លាំងចិត្តក្នុងការសន្សំជាងមុនចូលដល់ចំណុចទី3ការបង្កើតផែនការចំណាយយើងត្រូវដឹងថាយើងត្រូវចំណាយប្រមាណហើយយើងត្រូវសន្សំប្រមាណអញ្ចឹងយើងអាចប្រើក្បួនងាយៗដូចជា50 30 20បើន័យថា50%សម្រាប់ការចំណាយដែលចាំបាច់ដូចជាការបង់ផ្ទះបង់ទឹកបង់ភ្លើងឬក៏ការផ្គត់ផ្គង់គ្រួសារជាដើមចំណែក30%ទៀតសម្រាប់ចំណាយណាដែលអត់ចាំបាច់ដូចជាការដើរលេងកម្សាន្តហើយ20%ទៀតសម្រាប់ការសន្សំអញ្ចឹងឧទាហរណ៍ថាយើងមានប្រាក់ខែ$300អញ្ចឹង$150យើងប្រើវាសម្រាប់ចំណាយចាំបាច់ហើយ$90ទៀតសម្រាប់ការចំណាយណាដែលអត់ចាំបាច់ហើយសល់$60គឺយើងអាចយកវាទៅសន្សំបានឬក៏បើសិនជាបងខ្លះគាត់មានចំណូលតិចជាងនឹងអីគាត់អាចប្រើក្បួន60 25 15ឬក៏70 20 10ធ្វើមិនក៏ដោយចាំបាច់ត្រូវតែដកវាយកមកអន្សំទោះតិចក៏ដោយឬក៏ច្រើនក៏ដោយចូលដល់ចំណុចទី4យើងពីការដកលុយយកមកអន្សំភ្លាមអញ្ចឹងបន្ទាប់ពីយើងបើកប្រាក់ខែភ្លាមយើងគួរណាស់តែដកវាយកមកអន្សំទោះបី10%ក៏ដោយឬក៏20%ក៏ដោយកុំគិតថាចាយសិនចាំសល់មកយកមកអន្សំអញ្ចឹងខែក្រោយយើងនឹងធ្វើអញ្ចឹងទៀតគ្មានថ្ងៃណាដែលយើងសល់លុយទេត្រូវគិតថាអន្សំជាមុនសមបានចាំយកទៅចាយតាមក្រោយចូលដល់ចំណុចទី5យើងពីការស្វែងរកអ្វីដែលអាចជួយឲ្យយើងកាត់បន្ថយការចំណាយការសន្សំមិនមែនបានន័យថាយើងត្រូវតែឈប់ធ្វើទម្លាប់ដែលយើងធ្លាប់ធ្វើពីមុនទាំងស្រុងហ្មងទេប៉ុន្តែគឺចង់សំដៅទៅលើការចំណាយឲ្យមានការគិតអ្វីដែលយើងអាចកាត់បន្ថយបានមានដូចជាការទិញអីវ៉ាន់ដែលអត់ចាំបាច់ទិញអីតាមអារម្មណ៍ការប្រើប្រាស់របស់ថ្លៃឃើញគេទិញនេះ
ឃើញគេទិញនោះចង់ទិញតាមគេត្រូវចាំថាការចំណាយតិចក៏ដោយច្រើនក៏ដោយតែវាច្រើនចូលគ្នាទៅវាក៏คล้ายទៅជាការចំណាយមួយយ៉ាងធំត្រូវចាំថាការអត់ចំណាយថ្ងៃនេះស្មើនឹងការសន្សំនៅថ្ងៃស្អែកឈ្មោះដល់ចំណុចទី6យោងពីការបង្កើតចំណូលបន្ថែមការដែលយើងពឹងតែលើប្រាក់ខែទៅមុខគឺវាអត់គ្រប់គ្រាន់ទេយើងអាចរកប្រាក់បន្ថែមតិចតួចដូចជាពេលតនេយើងអាចធ្វើជា freelancer រៀនកាត់តវីដេអូធ្វើចម្រៀងការលក់អវ៉ាន់តាម Facebook ឬក៏តាម TikTok ធ្វើជា content ផុសចូលបណ្ដាញសង្គមការធ្វើការក្រៅម៉ោងបន្ថែមចំណូលបន្ថែមតិចៗហ្នឹងឯងអ្នកទាំងអស់គ្នាអត់គួរណាមើលរំលងវាព្រោះវាជួយឲ្យការសន្សំរបស់យើងនឹងច្រើនជាងមុនចូលដល់ចំណុចទី7យើងពីការបង្កើតទម្លាប់ឲ្យខ្លួនឯងធ្វើរឿងដដែលទម្លាប់ល្អវាបានមកពីការធ្វើរឿងអ្វីមួយដដែលជារៀងរាល់ថ្ងៃការសន្សំត្រូវការតាំងចិត្តការខិតខំប្រឹងប្រែងហើយនឹងធ្វើវាជាបន្តបន្ទាប់នោះយើងនឹងឃើញលទ្ធផលបើសិនបើថ្ងៃនេះយើងសន្សំបានតិចជាងម្សិលមិញថ្ងៃស្អែកអាចធ្វើយើងអាចសន្សំបានច្រើនជាងថ្ងៃហ្នឹងក៏ថាបានដែរចូលដល់ចំណុចទី8យើងពីការចំណាយទៅលើអីមួយដែលធ្វើឲ្យយើងបានផលត្រឡប់មកវិញជាក់ស្ដែងមានដូចជាការទិញសៀវភៅយកមកអានការទិញសម្ភារៈជំរុញការងារឲ្យលឿនជាងមុនការចំណាយទៅលើការអប់រំការរៀនជំនាញថ្មីចំណាយទៅលើការញ៉ាំអាហារដែលធ្វើឲ្យយើងសុខភាពល្អតែចាំថាពេលដែលយើងឈឺលុយក៏អស់ការងារក៏យើងធ្វើអត់កើតដែរកាលណាតែសុខភាពយើងល្អគ្រប់យ៉ាងវានឹងមកតាមនឹងសពសេចក្តីមកការសន្សំលុយមិនមែនសំដៅទៅលើការខិតខំរកលុយតែមួយមុខទេប៉ុន្តែយើងត្រូវដឹងពីរបៀបក្នុងការសន្សំលុយការរៀបចំចាត់ចែងលុយសម្រាប់ការចំណាយណាដែលចាំបាច់ការចំណាយណាដែលអត់ចាំបាច់ការបដិញ្ញាចិត្តនិងការអនុវត្តធ្វើវាជារៀងរាល់ថ្ងៃចំណាយទៅលើអីដែលធ្វើឲ្យយើងរកលុយត្រឡប់មកវិញបានការធ្វើការងារក្រៅម៉ោងបន្ថែមការកាត់បន្ថយការចំណាយជួបជុំដែលអត់បានការហើយនឹងមានគោលដៅសន្សំឲ្យបានច្បាស់លាស់អញ្ចឹងចាប់ផ្ដើមសន្សំវាពីថ្ងៃនេះទោះបីជា1000ក៏ដោយ2000ក៏ដោយវាគឺជាជំហានដំបូងដែលជួយឲ្យយើងសម្រេចគោលដៅធំរបស់យើងនៅថ្ងៃណាមួយមុនពេលយើងបញ្ចប់ខ្ញុំចង់សួរបងប្អូនទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាត្រៀមខ្លួនរួចរាល់ឬនៅក្នុងការសន្សំលុយហើយមានបងប្អូនណាខ្លះដែលគាត់មានវិធីសាស្ត្រក្នុងការសន្សំលុយក្រៅពីអីដែលខ្ញុំបានលើកឡើងអាចជួយ comment នៅខាងក្រោមឲ្យខ្ញុំដឹងផងណាសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នាមកស្ដាប់វីដេអូថ្ងៃនេះបើអ្នកទាំងអស់គ្នាចូលចិត្តសូមជួយចុច like comment share និងចុច subscribe ដើម្បីទទួលបានវីដេអូល្អៗនៅថ្ងៃក្រោយទៀតជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណនិងសូមជម្រាបលា